ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំទៀតហើយថ្ងៃនេះខ្ញុំណែនាំពុកម៉ែបងប្អូនឲ្យមកស្គាល់រុក្ខជាតិម្យ៉ាងដែលពុកម៉ែបងប្អូនយើងតែងតែប្រើប្រាស់ជាប្រចាំថ្ងៃដើមនោះគឺជាវល្លិបាសពុកម៉ែបងប្អូនសម្រាប់វល្លិបាសនេះគឺមានពីរប្រភេទវាមានបាសឈ្មោលនិងបាសញីបាសឈ្មោលវាមានស្លឹកបាទវាមានកលៈ3ហើយវែងជាងបាសញីកលៈ3ដែរតែខ្លីជាងគេច្រើនពុកម៉ែបងប្អូននៅតាមជនបទឬនៅតាមទីក្រុងអីក៏ចូលចិត្តស្លដាំបាសញីព្រោះបងប្អូនប្រជាជនខ្លះគាត់ថាប្រើយកបាសឈ្មោលយកមកស្លអាចមានអាការៈរាគតែយកមកធ្វើថ្នាំផ្សេងវាប្រកែស័ក្តិសិទ្ធិបើយើងនិយាយអំពីលក្ខណៈរុក្ខជាតិពណ៌នេះគឺវាជាពណ៌ដែលមានដៃតោងបាទរុំឡើងតាមរុក្ខជាតិដតីចំណែកឯស្លឹករបស់វាបាទឆ្លាស់ទងដុះចេញពីថ្នាំងគល់ស្លឹកជារាងបេះដូងតែស្លឹកមានធ្មេញដូចមានរណាបងប្អូនហើយមួយទៀតផ្ការបស់វាមានពណ៌សបងប្អូនណាមានពណ៌សឆែកជា5មាន1ឬ3ដោះចេញពីគ្រប់សន្លឹកបងប្អូនចំណែកឯផ្លែរបស់វាមូលវែងពេលទុំពណ៌ក្រហមសម្រាប់កន្លែងដាំដុះវិញបងប្អូនដូចខ្ញុំជម្រាបខាងលើចឹងគឺមានការដោះគ្រប់ទីកន្លែងជាទូទៅតាមចិញ្ចើមផ្លូវក៏មានឬក៏ចំការស្រែក៏មានដែរឬក៏នៅតាមព្រៃរនាមអីផ្សេងក៏មានដែរដើមបាសនេះសម្រាប់ជំនឿរបស់ពុកម៉ែបងប្អូនយើងដែលយកស្លឹកបាសនេះមកប្រើប្រាស់សម្រាប់ស្លឹកវាគឺពុកម៉ែបងប្អូនភាគច្រើនគឺគាត់យកមកប្រើប្រាស់ធ្វើជាបន្លែសម្រាប់ដើមរបស់វាវិញគេអាចប្រើប្រាស់ជាថ្នាំក្រពះឬក៏ថ្នាំពុះវៀនសម្រាប់ស្លឹកឬប្រើប្រាស់ជាថ្នាំទឹកនោមផ្អែមទឹកនិងជោគឺគេប្រើប្រាស់សម្រាប់ដកពឹសអន្តក់ភ្នែករលាកឬរបស់វាដាំទឹកផឹកប្រើប្រាស់ជាថ្នាំបញ្ចុះកម្ដៅព្យាបាលក្អួតចំណែកឯគ្រាប់របស់វាគេរក្សាទុកដាក់ទឹកដូងប្រើប្រាស់សម្រាប់រមាស់ឬក៏មានរបួសអីផងបងប្អូនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនណាដើម្បីចង់ប្រើប្រាស់រុក្ខជាតិបាសនេះពុកម៉ែបងប្អូនអាចសួរនាំចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិឬក៏អ្នកជំនាញខាងផ្នែកឱសថបងប្អូនក្រែងពុកម៉ែបងប្អូនប្រើប្រាស់ទៅខ្លាចប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនឬក៏យើងប្រើប្រាស់ទៅលើសកម្រិតអាចប៉ះពាល់ដល់អាយុជីវិតឬក៏សុខភាពយើងធ្ងន់ធ្ងរចា៎ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា